មនុស្សយើងទាំងអស់គ្នាតែងតែមានភាពភ័យខ្លាចក្នុងខ្លួនជួនកាលបញ្ហាអត់ធំទេតែដោយសារភាពភ័យខ្លាចវាធ្វើឲ្យយើងឃើញបញ្ហាថាទូចហ្នឹងទៅជាប៉ុណ្ណាណីប៉ុន្តែបើសិនបើយើងគ្មានភាពភ័យខ្លាចក្នុងខ្លួនទេបញ្ហាធំប៉ុណ្ណាក៏ដោយក៏យើងអាចដោះស្រាយចេញដែរអញ្ចឹងមន្ត្រីគាត់អត់មានភាពភ័យខ្លាចនៅក្នុងខ្លួនទេនៅពេលដែលមន្ត្រីចង់ធ្វើអីមួយគឺអន្ត្រីទៅធ្វើវាហើយអន្ត្រីប្រឈមមុខជាមួយនឹងវាបើត្រូវវាយគឺត្រូវតែជំនះបញ្ហាមួយហ្នឹងហើយធ្វើវាតបបានអញ្ចឹងមិនត្រីខំដខ្លាខំដកពើចាសត្វសាហាវតែទៀតខ្លាចទេចំណុចនេះឯងដែលធ្វើអន្ត្រីខ្លាចជាស្ដេចបាក់សីហើយអ្នកដឹកនាំនៅលើពិភពលោកនេះអ្នកដែលប្រកែគឺអត់មានភាពភ័យខ្លាចក្នុងខ្លួននេះហើយបើសិនជាយើងចង់ដឹកនាំជីវិតយើងឲ្យទទួលបានជោគជ័យចំណុចសំខាន់ដែលយើងត្រូវធ្វើគឺបំបត្តិភាពភ័យខ្លាចនៅក្នុងខ្លួននឹងចេញហើយរឿងបញ្ហាទាំងអស់ត្រូវគិតថារឿងអីក៏ដោយក៏វាអត់ខ្លាំងជាងយើងក៏វាអត់ធំជាងយើងដែរយើងអាចដោះស្រាយគ្រប់បញ្ហាទាំងអស់នៅលើលោកនឹងបានប្រឈមមុខមួយវាទៅហើយអ្នកដែលប្រកែនៅលើលោកនឹងគឺជាមនុស្សដែលប្រកែដោះស្រាយបញ្ហានឹងឯងអាបញ្ហាហ្នឹងហើយដែលធ្វើឲ្យមនុស្សខ្លាំងអាបញ្ហាហ្នឹងហើយដែលធ្វើឲ្យមនុស្សឆ្លាតបើយកមានបញ្ហាយើងដេកតែស្រួលនៅសុកយើងមិនរីកចម្រើនអញ្ចឹងរឿងពិបាកទាំងអស់ហ្នឹងវាធ្វើឲ្យមនុស្សខ្លាំងហើយយកអាបញ្ហាទាំងអស់ហ្នឹងជាឱកាសក្នុងការវឹកហាត់ខ្លួនឯងបំបត្តិភាពភ័យខ្លាចហ្នឹងចេញពីក្នុងចិត្តត្រូវពង្រឹងចិត្តខ្លួនឯងជារៀងរាល់ថ្ងៃត្រូវតែប្រឈមមុខជាមួយបញ្ហាហើយប្រាប់ខ្លួនឯងថាបញ្ហាធំប៉ុណ្ណាក៏ដោយត្រូវជំនះវាដល់បានអត់រត់គេចទេប្រឈមមុខជាមួយវាដោយសេចក្តីក្លាហានម្ដងតិចយើងនឹងក្លាយទៅជាមនុស្សម្នាក់ដែលលែងមានភាពភ័យខ្លាចនៅក្នុងខ្លួនឯង